ការធ្វើកសិកម្មបែបបុរាណគឺការពឹងផ្អែកលើបទពិសោធន៍បុរាណនិងចំណេះដឹងប្រពៃណីប្រើឧបករណ៍ធម្មតាប្រើកម្លាំងពលកម្មមនុស្សនិងសត្វមិនប្រើឬប្រើតិចតួចជាគីមីឬថ្នាំពុលដាំដុះតាមរដូវទិន្នផលមិនខ្ពស់និងពឹងផ្អែកច្រើនលើអាកាសធាតុចំពោះអត្ថប្រយោជន៍ថ្លៃដើមទាបការបំផ្លាញបរិស្ថានតិចចំពោះគុណវិបត្តិវាផ្ដល់ទិន្នផលទាបទាមទារពលកម្មច្រើនចំណែកកសិកម្មបែបទំនើបគឺប្រើបច្ចេកវិទ្យានិងគ្រឿងយន្តកសិកម្មត្រាក់ទ័រម៉ាស៊ីនបាញ់ជីឬថ្នាំប្រើជីគីមីថ្នាំសម្លាប់សត្វល្អិតនិងបច្ចេកវិទ្យាបង្ការពូជប្រើប្រព័ន្ធស្រោចស្រពទំនើប drip irrigation sprinkler មានបច្ចេកវិទ្យាតាមដានដូចជា drone sensor ផលិតភាពខ្ពស់និងដាំដុះបានគ្រប់រដូវចំពោះអត្ថប្រយោជន៍វាផ្ដល់ទិន្នផលខ្ពស់ការងារងាយស្រួលនិងលឿនមានសុវត្ថិភាពនៅក្នុងគ្រប់គ្រងជំងឺសត្វល្អិតអាចបំពេញតម្រូវការទីផ្សារជាបន្តបន្ទាប់តែគុណវិបត្តិគឺថ្លៃដើមខ្ពស់ប៉ះពាល់បរិស្ថានប្រសិនបើប្រើជីនិងថ្នាំពុលច្រើនប្រព័ន្ធផលិតភាពខ្ពស់ត្រូវការចំណេះដឹងបច្ចេកទេសសរុបមកកសិកម្មបែបបុរាណអនុវត្តបែបសាមញ្ញនិងបង្កការខូចខាតបរិស្ថានតិចប៉ុន្តែទិន្នផលទាបកសិកម្មបែបទំនើបផលិតភាពខ្ពស់មានគុណភាពនិងអាចបំពេញតម្រូវការទីផ្សារ